Video ní cứ dương thì giờពីមេរៀនទី2ដែលយល់ដឹងពី liquidity sweep by side liquidity អញ្ចឹងបងប្អូនត្រូវយល់ថាផ្សារមុននឹងទៅណាឧទាហរណ៍ថាវាទៅលើអញ្ចឹងវាត្រូវ sweep liquidity បានវាទៅលើសិនសំណួរត្រូវបានសួរថាហេតុអីបានអញ្ចឹងផ្សារស្អប់យើងមែនពួក bank នឹងស្អប់យើងមែន No នៅក្នុងទីផ្សារហិរញ្ញវត្ថុវាមានគូពីរគឺ buy ហើយនិង sell ហើយអាពីរហ្នឹងតើវាថ្លឹងស្មើគ្នាទៅវាទៅមុខកើតបើមិនជាវាថ្លឹងអត់ទាន់ស្មើគ្នាទេវាត្រូវតែរកកន្លែងគ្រប់ឲ្យស្មើអញ្ចឹងពួក bank នៅពេលដែលចូលផ្សារគេមិនមែនបាញ់ order មក$1000 លាន$2000 លាននៅក្នុងមួយប្រាវហ្នឹងហើយបុកឲ្យផ្សារឡើងទៅស្ទុយអត់មានហេតុផលទេវាត្រូវមានដានជើងវាត្រូវមានការ sweep liquidity មុននឹងធ្វើការបដូរ direction ឬក៏មុននឹងបដូរទិសដៅពិតប្រាកដឬក៏ត្រូវទៅចំអាគោលដៅដែលគេចង់ទៅអញ្ចឹងគេថាទីផ្សារតែងតែបោះសម្អាត liquidity ឬក៏ stop loss របស់យើងនឹងមុនពេលរត់ទៅទិសដៅពិតប្រាកដអញ្ចឹងនៅក្នុងការដែលបោះសម្អាតវាមាន2វាមានទិសដៅ buy ហើយនិងទិសដៅ sell អញ្ចឹងទិសដៅ buyចឹងបើសិនជាក្នុងករណីក្នុងករណីវាចង់ពួក bank ចង់ទៅលើអញ្ចឹងវាត្រូវធ្វើអីទៅរក sell side liquidity ដើម្បី sweep ឲ្យអស់សិនមិន sweep ហ្នឹងដើម្បីអីទេគឺ sweep ដើម្បីឲ្យគេមាន fuel ឲ្យគេមានប្រេងឥន្ធនៈដើម្បីរុញនាវា bank របស់គេហ្នឹងរៀននាវាអា order របស់គេហ្នឹងឲ្យវាទៅកាន់តែ smooth ហើយកុំឲ្យមាន slippage ច្រើនពេកកុំឲ្យយឺតកុំឲ្យខាតលុយច្រើនអីចឹងទៅអញ្ចឹងឧទាហរណ៍ថានៅពេលដែលវា sweep liquidity វាចុះទៅវឹបស៊ីអស់ហើយឡើងមកវិញហើយ liquidity sweep មិនមែនអាចុង week ហ្នឹងតែមួយទេអាចុង week ហ្នឹងវាជាផ្នែកមួយនៅមានផ្សេងទៀតនៅមានមកបកគោលបិទ full break out ដូចយើងមើលទៅដូច full break out ចឹងមកបកគោលឧទាហរណ៍ថាធ្លាក់ចុះមកក្រោមពឹបពណ៌ក្រហមតែតហើយបិទចិត្តជើងហ្មងអត់មាន week ទេហើយមកបកគោលទៀតគឺស្មើត្រឹមអាហ្នឹងហើយឡើងទៅយើទៅលើបណ្ដោយបាទហើយយើងស្មានថាអាហ្នឹងវា break out ហើយយើងអត់ហ៊ានចូលទេក៏ប៉ុន្តែអាហ្នឹងក៏ជា liquidity sweep ដែរមួយទៀតមក type ទៀតគឺលក្ខណៈថាមកកណាត់ build ចេញជារៀងស្រួចមួយទៅក្រោមណាប៉ុន្តែវាអត់ទៅក្រោមទេគឺវាស៊ីអស់ហើយវាទៅលើត្មងវាធ្វើអារម្មណ៍របស់ retail trader ហ្នឹងគឺមានអារម្មណ៍ថាអាហ្នឹងអត់អីអាហ្នឹងអត់អីមកតដាច់មកតស៊ីតផុតSL របស់យើងហ្នឹងអញ្ចឹងអាហ្នឹងហើយគឺគេហៅថា liquidity sweep អញ្ចឹងនៅក្នុងលក្ខខណ្ឌដែលយើងឃើញញឹកញាប់ជា liquidity ញឹកញាប់ liquidity sweep ញឹកញាប់នោះគឺមកបកគោលវែងហើយចាក់ភុះបន្តមកទៀតដកជើងមកសល់អីគេសល់ week ចុងស្រួចដូចបញ្ជុលហ្នឹងអញ្ចឹងអាហ្នឹងគឺជាការ sweep liquidity ហើយវា sweep នៅណាវា sweep នៅតំបន់ sell side ឬក៏ buy side បើសិនជាវាចង់ទៅលើគឺវាមក sweep នៅតំបន់ក្រោមដែលមាន SL របស់ពួក buyer ជាច្រើនហេតុអីពីព្រោះនៅពេលដែលវា SL ពួក buyer ហ្នឹងវានឹងបង្កើតទៅជា sell order ជាច្រើនអញ្ចឹងអា sell order ហ្នឹងហើយគឺដែលយកមក pair ជាមួយនឹង buy order របស់ពួកវាហើយរុញទៅលើបានអញ្ចឹងណាអញ្ចឹងនេះគឺជាចំណុចដែលយើងត្រូវដឹងអញ្ចឹងនៅពេលដែលយើងសម្គាល់ sell side liquidity sweep ត្រូវមើលមិននៅពេលដែលតម្លៃទម្លុះ swing low ស្អីគេ swing low គឺជាតំបន់ដែលទាបបំផុតនៅក្នុង time frame ថ្ងៃហ្នឹងអញ្ចឹងបើសិនជារកមើលតំបន់ណាដែលទាបអានោះគឺជា swing low ហើយអញ្ចឹងនៅពេលដែលផ្សារចាប់ផ្ដើមទម្លុះ swing low ចាស់បាទយក SL របស់អ្នក buy ហើយទាញតម្លៃឡើងត្រឡប់មកលើវិញយ៉ាងលឿនដែលនៅលើ dashboard របស់យើងវាបង្ហាញថា SL swept មានន័យថា sell side liquidity swept ត្រូវបាន swept រួចហើយត្រៀម buy តែបើចេញសញ្ញា sell នៅត្រង់នោះសូមកុំចូល sell ឲ្យសោះព្រោះវាមិនមែនជា break up structure ទេបាទវាគឺជា liquidity sweep ឥឡូវយើងមកមើលឧទាហរណ៍ជាក់ស្ដែងនេះគឺជា liquidity sweep ដែលមុនហ្នឹងពួកយើងបានចូលនៅតំបន់ហ្នឹងអាហ្នឹងធម្មតាអាហ្នឹងយើងចេះមើលយើងចូលបានប៉ុន្តែអ្នកមើល indicator មិនខ្វល់ទេរងចាំតែវា sweep liquidity ចូលទៅ flip ហើយបន្ទាប់មកទៀតវាចេញ buy signal សុំទោស
ពេលយើងចាំវា sweep liquidity ចេះហើយបងប្អូនទាំងអស់គ្នាពេលដែលវាបង្កើត order block វាបង្កើតអីហើយវាប្រកាសជាបង្កើតសញ្ញា buy ឯងអញ្ចឹងចូលតែ buy តាមវាទៅលុយសតតែមានអីទៀតអាហ្នឹងសម្រាប់យើងអ្នកអត់ចេះមើលអញ្ចឹងណាហើយបើអ្នកចេះ technical អីមួយចំនួនគាត់អាចជាជំនួយរបស់គាត់បន្ថែមទៀតអញ្ចឹងណាអូខេអញ្ចឹងឥឡូវយើងមកមើលចំណុចដែលយើងនិយាយមុនហ្នឹងនេះដែលយើងនិយាយថាតែបើសិនជានេះត្រៀមបាយបានន័យថានៅពេលដែល liquidity sweep បែបហ្នឹងហើយនេះនៅក្នុង dashboard របស់យើងធំដោយសារតែនៅក្នុង dashboard ដែលយើងដាក់នៅលើទូរស័ព្ទដៃអានឹងយើងដាក់ mobile mode អានឹងវាអត់មាន liquidity sweep ហ្នឹងទេអញ្ចឹងជាទូទៅគឺយើងអាចសម្គាល់បានតាមរយៈសញ្ញា sweep វា sweep បែបនេះអញ្ចឹងណាព្រោះដោយសារតែហេតុអីបានវា sweep នៅត្រង់ sweep នៅត្រង់ដោយសារអីដោយសារតែតំបន់ហ្នឹងនេះ crash ទៅដោយ liquidity ម្ដុំហ្នឹង crash ដោយ liquidity ហេតុអីពីព្រោះពួក buyer ទាំងអស់នៅពេលដែលឃើញសញ្ញាឃើញផ្សារចុះអញ្ចឹងនេះឃើញចុះម្ដុំហ្នឹងគិតថាហ្នឹងអស់ហើយទៅលើហើយមានអីអានេះបុកមកធ្លាយមកដល់ក្រោមដោយសារហ្នឹងវា support វា weak វាតូចវាមិនសូវរឹងមាំនេះវាមកយកអ្នកដែលដាក់ SL នៅម្ដុំនេះដាក់ឲ្យអស់ខ្ទេចខ្ទីហើយរត់ឡើងទៅលើយ៉ាងរំភើយអីចឹងទៅអញ្ចឹងកន្លែងហ្នឹងយើងមើលដែរយើងមើលថានៅពេលដែលវាអញ្ចឹងយើងត្រូវរើចំណុចបាយឲ្យបានប៉ុន្តែវាមាន trend របស់វាមានសញ្ញារបស់វានៅក្នុងនេះឥឡូវខ្ញុំបើកអាហ្នឹងមួយសិនកុំឲ្យបងប្អូនពិបាកយល់សារអីខ្ញុំមិនបើកដោយសារខ្ញុំចង់ឲ្យបងប្អូនអរគ្នារៀនមើលហើយបន្ទាប់មកទៀតបងប្អូនអរគ្នាគ្រាន់តែសម្គាល់សញ្ញាទាំងអស់ហ្នឹងទៅវាស្រួលប៉ុន្តែនៅលើ dashboard របស់យើងអានេះខ្ញុំ recommend ឲ្យបងប្អូនទាំងអស់គ្នាដែលមាន computer ប្រើនៅលើ computer ឬក៏ iPad ទៅវាស្រួលvì sao ấyវាបង្ហាញអស់វាបង្ហាញទិន្នន័យអស់កុំប្រើតែទូរស័ព្ទដៃចង់យកលុយចេញពីផ្សារហើយប្រើតែទូរស័ព្ទមួយគិតថាអីគេគិតថាយើងនឹងកូនត្រាំមែន No ចង់យកលុយចេញពីផ្សារត្រូវតែមានឧបករណ៍គ្រប់គ្រាន់បាទត្រូវតែមានកុំព្យូទ័រត្រូវតែមាន indicator ត្រូវតែមាន AI ជំនួយគ្រប់សពបែបយ៉ាងហើយយើងលេងតែទូរស័ព្ទមួយហើយចង់យកលុយចេញពីផ្សារទិញ Lambo ស្អែកយីទៅមិនរួចអត់អាចទេអញ្ចឹងខ្ញុំ recommend ឲ្យប្រើកុំព្យូទ័រទៅវាស្រួលជាងអញ្ចឹងបងប្អូនមើលនៅពេលដែលវាដាក់នេះ liquidity sweep នេះ swap នេះ buy side sell side liquidity នេះអាមុនហ្នឹងនេះវា swap ហើយណាវា swap ហើយ swap ទៅលើនេះអាកាលវា swap ទៅក្រោមនេះវាដាក់ sell side SSL swap អញ្ចឹងបានន័យថាវាចេញអាហ្នឹងមកអញ្ចឹងទៅអញ្ចឹងអានេះគឺជាចំណុចសំខាន់ដែលយើងត្រូវដឹងព្រោះ indicator មួយហ្នឹងគឺវាជា smart money concept អញ្ចឹងគ្រប់យ៉ាងគឺវាដឹងអំពីជើងរបស់ពួក bank បាទវាដឹងអំពីជើងរបស់ពួក bank ទៅណាគឺច្បាស់ទៅនឹងដូចគ្នាអូខេអញ្ចឹងត្រឡប់មកវិញម្ដងទៀតនៅក្នុងចំណុចហ្នឹងតើថាបើសិនជាក្នុងករណីវាទៅ sell side liquidity ឬក៏ sell side liquidity sweep នឹងហើយត្រៀម buy បើសិនជាក្នុងករណីវាលោតសញ្ញានៅលើ dashboard ចេញថា SSL swept តែបើក្នុងករណីវាចេញសញ្ញា sell នៅត្រង់នោះសូមកុំចូល sell ឲ្យសោះព្រោះមិនមែនជា breakup structure ទៀតទេអញ្ចឹងយើងមកមើលកន្លែងណាដែលបញ្ជាក់ថាវាចូលមកដល់ហ្នឹងគឺវាលក្ខណៈថាចេញសញ្ញាមកបាយមកឬក៏ sell មកយើងមិនគួរចូលហេតុអីយកមកកន្លែងឲ្យបងប្អូនមើលដើម្បីឲ្យបងប្អូនងាយស្រួលនៅក្នុងការនេះត្នេះ sell ពីត្នេះមកត្រូវក៏ប៉ុន្តែមក sell ត្រង់នេះមកដល់ហ្នឹងថៃបានវា fail ដោយសារតែ line ហ្នឹងវាអត់ break out បងប្អូន break out របៀបម៉េចវល់កន្លែងហ្នឹង liquidity វាមានតិចហើយវា liquidity ប៉ុណ្ណឹងហើយវាសមស្របនៅក្នុងការឡើងវាឡើងទៅលើអញ្ចឹងនៅពេលដែលវាឡើងទៅលើវាបង្កើតអីវាបង្កើត order block ហើយ order block វាចេញមកស្រាប់ឲ្យយើងតិចទៀតមេរៀនបន្តយើងនិយាយអំពី order block អញ្ចឹងនៅពេលដែលវាចេញមកវាចេញ sell ចេញ buy retest signal អញ្ចឹងបន្ទាប់មក entry មកបន្ទាប់មកវាឡើងទៅពឹបលេងពីម្សិលមិញក៏អញ្ចឹងដែរឃើញទេអ្នកដែលចូលតាមទៅ indicator ពីម្សិលមិញលុយសុទ្ធបាទមិនបាច់ចាំខ្វល់ខ្វាយទៅ analyze ទេបាទនេះចេញ buy signal buy នៅទៅហ្នឹងមកហើយដាក់ SL នៅទាំងក្រោម order block នេះមកបើវាមកស៊ីអាហ្នឹងទៀតតាមដំណើរទៅធ្វើមិនទេអាណា trade ឈ្នះរហូតអញ្ចឹងណាអញ្ចឹងបន្ទាប់មកនៅពេលដែលវាមកហើយវាបុកចុះក្រោមអត់បាច់វាបង្កើត order block មួយទៀតពេលវាបាញ់ order មួយសារទៀតវាបាញ់ signal ចេញមកមួយសារទៀតឲ្យ buy ទៀត
យើងមិនបាច់ខ្វល់អីទាំងអស់ព្រោះដោយសារយើងបានបាយនៅតែនេះហើយបើសិនជាយើងអត់បានបាយនៅតែនេះយើងបាយនៅតែនឹងមួយទៀតមកបាទ close candle ពឹបចូលបាយពឹបយកមកអានោះមិនទាន់នឹងអីបាញ់ទៅលើពងធ្លាយទៅដល់ណាដល់ណីអញ្ចឹងទៅអញ្ចឹងចំណុចដែលវាមិនមែនជា liquidity វាមិនមែនជា breakup structure ហ្នឹងគឺអញ្ចឹងបងប្អូនឃើញទេនេះពីលើធ្លាក់មកស្រាប់ទៅដល់នេះធ្លាក់មកទៀតវាចេញ signal ទៀតប៉ុន្តែ signal ហ្នឹង valid អត់ហេតុអីពីព្រោះអាហ្នឹងវាម៉ោងប្រហែលវាម៉ោងជិតដល់ម៉ោង New York ហើយអញ្ចឹងនៅពេលវាជិតដល់ម៉ោង New York វាត្រូវធ្វើអីវាត្រូវ sweep liquidity វាត្រូវទៅលើអញ្ចឹងវា sweep liquidity វាដាក់មកបកគោលមកដាច់ SL អស់មួយកណោហើយបន្តទៅទៀតវាចាប់ផ្ដើមរកចំណុចឡើងហើយប៉ុន្តែវាឡើងអត់ទាន់រួចដោយសារអីវាមិនទាន់មាន volume ចូលមកទេបាទអត់ទាន់មាន volume ចូលមកព្រោះ volume អីព្រោះនេះតិចទៀតខ្ញុំរៀនអានេះព្រោះអាហ្នឹងវាមិនទាន់ដល់អា volume ហ្នឹងតិចទៀតបានយើងរៀនចឹងពេលដែលវាចាប់ផ្ដើម breakup structure បែបលក្ខណៈ liquidity sweep ចឹងកុំចូលទេសោះពីព្រោះវាអត់ឲ្យយើងបានស៊ីទេគឺវាស៊ីយើងវិញចឹងកន្លែងហ្នឹងគឺសំខាន់ដែរបាទយើងកុំចូលគ្រប់សញ្ញាយើងចូលតែកន្លែងសញ្ញា confirm យើងកុំចូលអាសញ្ញាដែលឲ្យទៅចេញ sell មកចូលចេញបាយមកចូលអត់ទេ confirm ខ្លះមកចឹងវីដេអូហ្នឹងគឺខ្ញុំនិយាយពាក់ព័ន្ធជាមួយនឹង buy side sell side liquidity ហើយ sell side ក៏អញ្ចឹងដូចគ្នាពេលដែលវាទៅយក buy side liquidity នេះអា sell side liquidity បានន័យថាសម្រាប់យើងរកឱកាស buy ចំណែកឯ buy side liquidity យើងរកឱកាស sell នៅពេលដែលតម្លៃទម្លុះ swing high ចាស់ណាអា swing high ចាស់ហ្នឹងដូចអា swing low ចាស់មុនហ្នឹងអញ្ចឹងណាយក SL អ្នក sell រួចទាញតម្លៃត្រឡប់ចុះមកក្រោមវិញយ៉ាងលឿននៅលើ dashboard បង្ហាញថា BSL swept ហើយយើងត្រៀម sell បើសិនជាចេញសញ្ញា buy នៅត្រង់នោះកុំចូល buy អីសោះព្រោះវាមិនមែនជា breakup structure ទៀតទេបាទចំណុចសំខាន់ដែលយើងត្រូវប្រយ័ត្នកុំចូល trade breakout ពេលដែលឃើញសញ្ញាទម្លុះ swing high swing low ភ្លាមត្រូវរងចាំ confirmation សិនពីព្រោះច្រើនតែជាការ sweep liquidity បង្កើត fake out trap សម្រាប់ពួកស្ថាប័នធំដែលជាគោលគំនិតដើម្បី CSL យើងហើយយកទៅបំពេញ order របស់ពួកគេទេដូច្នេះបងប្អូនអរគ្នាត្រូវតែប្រយ័ត្នកន្លែងហ្នឹងអញ្ចឹងសួរថាប្រយ័ត្នរបៀបម៉េចរបៀបប្រយ័ត្នគឺវាមានពេលដែលយើងត្រូវប្រយ័ត្នពីព្រោះពេលណាដែលយើងត្រូវប្រយ័ត្នម៉ោង New York មុននឹងម៉ោង New York ហើយនឹងម៉ោង long ធម្មតាម៉ោងអាស៊ីបង្កើត rank ម៉ោង long គឺ manipulate មានន័យថាទៅលើមិនទៅលើទៅក្រោមទៅមិនទៅក្រោមបានន័យថាបើវាធ្វើដូចទៅលើមែនតើអញ្ចឹងអាហ្នឹងគេហៅថា liquidity sweep ហើយអញ្ចឹងអាហ្នឹងវា manipulate វាបោកបញ្ឆោតយើងឲ្យយើងដេញតាមប៉ុន្តែបើយើងបាយតាមកន្លែងវា break out ហ្នឹងអាហ្នឹងអាលាយហើយអញ្ចឹងវិធីសម្គាល់គឺយើងគ្រាន់តែចាំមើលថាបើសិនជា candle ហ្នឹងវា break out គឺវា close ពេញហើយ candle មួយទៀតបន្តទៅលើទៀតហើយ candle មួយទៀតប្រមាណរីតេសអត់បែក FVG ទៅលើទៀតហើយបើសិនជាអត់ទេអាហ្នឹងគឺអត់ចូលទេបាទពីព្រោះអីវាមិនមែនជាគេហៅថា real breakout ទេវាគឺជា fake out អញ្ចឹងណាអូខេអញ្ចឹងកន្លែងហ្នឹងគឺសំខាន់ហើយមួយទៀតគឺម៉ោង New York ភាគច្រើននៅពេលអាម៉ោង long មិនតាន់ sweep liquidity វាត្រូវតែមក sweep liquidity អញ្ចឹងវា sweep អស់ liquidity ហើយវាទៅលើយ៉ាងរំភើយដែលបងប្អូនតែងតែនិយាយថាស៊ីតែ SL ខ្ញុំដាក់ SL ទី SL បើឥឡូវខ្ញុំឈប់ដាក់ SL ខ្ញុំយក balance ធ្វើ SL ម្ដងដល់ពេលយក balance ធ្វើ SL មាន CSL ណាដាច់ account ខ្ទេចអញ្ចឹងណាអូខេអញ្ចឹងវីដេអូហ្នឹងគឺមានប៉ុណ្ណឹងវីដេអូបន្ទាប់គឺយើងនឹងនិយាយអំពី Snell គឺមេរៀនទី3 Snell យុទ្ធសាស្ត្រ order block FVG និង retest អញ្ចឹងបងប្អូនទាំងអស់គ្នាវីដេអូហ្នឹងគឺមានប៉ុណ្ណឹង